បងប្អូនមានបានដឹងទេថានៅលើពិភពលោកនេះសិល្បៈវិទូបានបែងចែកសិល្បៈនៅលើលោកនេះជា3ប្រភេទទី1គឺបែបគំនិតនិយមទី2បែបសច្ចានិយមនិងទី3គឺបែបសភាវគតិនិយមចំពោះសិល្បៈបែបគំនិតនិយមគឺមានន័យថាឃើញភ្លាមឬភ្លាមមិនអាចយល់បានទេលុះត្រាតែប្រើគំនិតប្រើការត្រេះរិះពិចារណាតាមរយៈការប្រើចិត្តស្ងប់ឬវិសុទ្ធចិត្តទើបយើងអាចយល់បានហើយគឺជាប្រភេទសិល្បៈដែលមានឥទ្ធិពលខ្លាំងនៅក្នុងញាណសិល្បៈជាក់ស្ដែងឧទាហរណ៍ដូចជាសិល្បៈខ្មែរផ្ទាល់តែម្ដងពីព្រោះសិល្បៈបែបសច្ចានិយមគឺមានន័យថាឃើញភ្លាមឬភ្លាមហើយកើតសច្ចានិយមភ្លាមក៏កើតអារម្មណ៍ស្រាបស្រាលកើតតម្រេតណ្ហាភ្លាមព្រោះវាជាសិល្បៈដែលសម្ដែងឲ្យឃើញនៅសេចក្តីត្រេកត្រអាលទៅលើរូបសម្ផស្សលើរូបកាយដែលស្ទើរតែបិទបាំងមិនសូវចិត្តហើយសិល្បៈប្រភេទនេះភាគច្រើនកើតមាននៅសិល្បៈរបស់ជនជាតិអឺរ៉ុបដែលមានស្បែកសសិល្បៈបែបសភាវគតិនិយមគឺជាសិល្បៈដែលស្ថិតនៅសុបតាមកំណើតដើមឬតាមធម្មជាតិដើមបានន័យថាគេចូលចិត្តសម្ដែងតាមច្រឹកច្រំដែរនៃសភាវៈទាំងឡាយដូចជាសត្វដែលរស់នៅក្បែរគេឬមួយក៏ធម្មជាតិបានន័យថាឃើញភ្លាមឬភ្លាមយល់ភ្លាមយល់ពីកាយវិការរបស់សត្វនេះឬសត្វនោះភ្លាមដោយមិនចាំបាច់ពិចារណាហើយក៏មិនប៉ះពាល់ទៅលើសច្ចានិយមផងដែរហើយសិល្បៈប្រភេទនេះគឺកើតមានចំពោះសិល្បៈជនជាតិស្បែកខ្មៅអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាគិតថាវីដេអូនេះមានសារៈសំខាន់សូមជួយចុច like ចុច share ហើយនិង follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗអរគុណជម្រាបលា